បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំកម្មវិធី2ដែលជាកម្មវិធីល្អសម្រាប់អ្នកដែលគាត់មានបំណងចង់ទៅរៀនបន្តយកថ្នាក់អនុបណ្ឌិតគឺនៅប្រទេសកាណាដានិងប្រទេសញូហ្សេឡង់ដែលការទៅរៀននេះយើងទទួលបានផលប្រយោជន៍ច្រើនបងប្អូនដាក់ពាក្យតែម្នាក់អាចទៅបានទាំងគ្រួសារប្តីឬប្រពន្ធអាចទៅជាមួយបានហើយអាចធ្វើការបានកូនដែលទៅជាមួយគាត់រៀននៅកាណាដាឬក៏ញូហ្សេឡង់គឺអត់បង់លុយទេពីទី1ដល់ទី12បាទហើយយើងរៀនបដាបេក្ខជនគាត់អាចធ្វើការ part time បានព្រមទាំងនៅពេលដែលគាត់រៀនចប់គឺយើងទទួលបាន work permit 3ឆ្នាំពេលគាត់ធ្វើការបាន1ឆ្នាំគាត់អាចស្នើសុំ PR មិនថាកាណាដាមិនថា New Zealand បាទគឺអត្ថប្រយោជន៍ច្រើនជាងនឹងថែមទៀតពេលដែលបងប្អូនបានកាន់ PR ហើយបងប្អូនអាចស្នើសុំសញ្ជាតិនៅពេលក្រោយបាទនេះជាឱកាសមួយដែលយើងទៅរៀននៅប្រទេសជឿនលឿនទទួលបានសញ្ញាបត្រទទួលស្គាល់ជាសកលហើយយើងបានសិទ្ធិរស់នៅទាំងគ្រួសារទៀតបាទល្អមែនតើចំពោះលក្ខខណ្ឌគឺយើងមានគ្រាន់តែបងប្អូនមានអាយុត្រឹម40ឆ្នាំចុះក្រោមបងប្អូនមានសញ្ញាបត្រថ្នាក់បញ្ញាបត្រឡើងលើបងប្អូនមាន GPA ដែលយើងរៀនហ្នឹងបាទសរុបជារួមគឺ3ចុចឡើងលើនិងបងប្អូនមានពិន្ទុភាសាអង់គ្លេស IELTS ត្រឹមតែ 5.5 ឡើងលើព្រមទាំងបងប្អូនមានលទ្ធភាពក្នុងការបង្ហាញថាបងប្អូនមានលុយជា proof of fund នៅពេលដែលយើងទៅរៀនហ្នឹងគឺយើងអាចមានលទ្ធភាពបង់ថ្លៃសាលានិងស្នាក់នៅហូបចុកបានគឺនៅកាណាដាត្រូវការ8ទៅ90000ដុល្លារបាទហើយចំពោះនៅញូហ្សេឡង់គឺយើងត្រូវការខ្ទង់តែ 55000 ទេចំពោះលក្ខខណ្ឌគឺដូចគ្នាអត្ថប្រយោជន៍គឺដូចគ្នាបាទសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកខ្ញុំបាទផ្ទាល់ដើម្បីប្រឹក្សាលម្អិតដោយឥតគិតថ្លៃបាទសូមអរគុណ